តើអ្វីជា quick shifter quick shifter គឺដូចទៅនឹងកំតាន់តាណាខ្ញុំមាន announcement ពិសេសអ្វីទៅជា quick shifter អ្នកដែលជិះម៉ូតូធំអ្នកដែលជិះម៉ូតូអង្គប្រយ៉ាតែងតែនិយាយថា quick shifter អញ្ចឹងថ្ងៃហ្នឹងខ្ញុំមកបង្ហាញអ្នកទាំងអស់គ្នាតើអ្វីជា quick shifter ដើម្បីដឹងពី quick shifter យើងត្រូវដឹងពីរបៀបផ្លាស់ប្ដូរលេខ traditional សិនសម្រាប់ម៉ូតូអង្គយ៉ានៅពេលដែលយើងត្រូវការដូរលេខយើងត្រូវចាក់អង្គយ៉ាមុនសិនហើយបានយើងជន់លេខឬក៏តឡើងលេខប៉ុន្តែវាចំណាយពេលច្រើនអញ្ចឹងសម្រាប់អ្នកដែល advance គាត់ចេះមកកម្រិតទៀតគឺហៅថា clutchless shifting ដែលគាត់អត់ចាំបាច់ប្រើដៃអង្គប្រយ៉ានេះទេដើម្បីផ្លាស់ប្ដូរលេខពេលដែលគាត់កំពុងជិះហ្នឹងគ្រាន់តែបន្ថយ gear តាន់តិចហើយគាត់ឆ្កឹះលេខឡើងមកគឺវាចូលលេខហើយយើងមកចាំបាច់ប្រើ clutch lever ដើម្បីច្បាច់អង្គយ៉ានេះទេអូខេអាហ្នឹងជាវិធីតឡើងលេខគាត់ឡើងលេខធំសម្រាប់ down shift ឬក៏សាំងលេខយើងកំពុងជិះដូចគ្នាហើយគាត់ត្រូវការសាំងលេខបន្ថយលបឿនឬក៏សាំងលេខតូចគាត់ថា flip throttle នេះ flip ដល់ RPM វាមកយើងជន់លេខសាំងមកគឺវាទៅដោយមិនបាច់ប្រើដៃអង្គយ៉ានេះទេអញ្ចឹងវិធីហ្នឹងសម្រាប់អ្នក racer ឬអ្នកដែលគាត់ជិះយ៉ាង advance ហើយធ្វើអញ្ចឹងគឺលឿនមែនទែនអ្វីហ្នឹងហើយដែល quick shifter ត្រូវបានបង្កើតឡើងអញ្ចឹងខ្ញុំគិតថាយើងអាចនិយាយពី quick shifter បានហើយ quick shifter គឺដូចទៅនឹង technique clutchless shifting ដែរយើងអត់ចាំបាច់ប្រើដៃអង្គយ៉ាដើម្បីប្រើផ្លាស់ប្ដូរលេខទេយើងគ្រាន់តែជន់ឬក៏កឹះឡើងទៅលើគឺវាអូតូផ្ដាច់វគ្គម៉ាស៊ីនរបស់យើងរបៀបវាធ្វើការគឺនៅពេលដែលយើងប្រើប្រាស់ឈ្នាន់នេះវាមាន sensor សម្រាប់បញ្ជូនទៅ ECU ឲ្យវាកាត់ចង្វាក់ម៉ាស៊ីនឬក៏ឲ្យវា flip rail matching ឲ្យយើងខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នានៅលើដងផ្លូវជាមួយ POV action cameraកំតាន់តាណាខ្ញុំមាន announcement ពិសេសពីក្រុមហ៊ុន Husqvarna ហើយអរគុណគាត់ដែរដែល sponsor ខ្ញុំនៅក្នុងខែកុម្ភៈនេះគឺគាត់មាន promotion ម៉ូតូនេះតែ4000ក្រាស់ទេបងប្អូនចូលរួមពី20ទៅ 40% គឺអាចដកម៉ូតូប្រើប្រាស់ហើយបងរំលោះអត់ការប្រាក់រយៈពេល6ខែអូខេអញ្ចឹងជួបគ្នាវីដេអូក្រោយ